គ្នាឲ្យបានច្រើនទៅប្រសាងបាបព្រះអង្គសម្ដែងថាម៉េចប្រៀបដូចជាច្រេះដែលកើតអំពីដែកច្រេះកើតអំពីដែកលោកអ្នកមើលឃើញកូនចៅប្រុសស្រីទៅមើលទៅច្រេះកើតពីដែកច្រេះនឹងទៅស៊ីអ្នកណាវាសម្លាប់អ្នកណាច្រេះនឹងវាស៊ីដែកសម្លាប់ដែកនឹងវិញយ៉ាងណាមិញព្រះអង្គបញ្ជាក់ថាម៉េចបុគ្គលបានបើសាងបាបកម្មហើយណាបាបកម្មនឹងរមែងឲ្យផលបុគ្គលនឹងវិញដោយស្រមោលអន្ទោលតាមប្រាណណាអត់បាត់ទេណាកុំតើឃើញគេមានមកកណោឃើញអ្នកខ្លះធ្វើអំពើអាក្រក់អំពើបាបតែនៅតែមានថាឱកាសមិនតាន់ឲ្យផលបាបអត់តាន់ឲ្យផលព្រះអង្គបញ្ជាក់ថាស្រមោលអន្ទោលតាមប្រាណអត់ដាច់ទេមានឱកាសឲ្យផលហើយអញ្ចឹងបំណាច់នឹងស្លាប់ជីវិតតិចតែមួយនេះសាងបុណ្យជាមួយគ្នាបានច្រើនមិនបាច់ចំណែនឈ្នះនេះទេព្រោះគេសាងណាគេបានអ្វីគេបានអានឹងហើយគេសាងបុណ្យគេបានបុណ្យហើយសាងបាបបានបាបហើយព្រះអង្គសម្ដែងអត់ខុសទេអញ្ចឹងក្នុងនេះព្រះអង្គបញ្ជាក់ថាម៉េចណាពីរោះណាឃ្លាព្រះអង្គសម្ដែងបុណ្យគឺអាយុដ៏ប្រសើរផងយស័ក្តិដ៏ប្រសើរផងគេឈ្មោះដ៏ប្រសើរផងសេចក្តីសុខដ៏ប្រសើរផងកម្លាំងដ៏ប្រសើរផងរំលែងចម្រើនដល់បុគ្គលអ្នកជ្រះថ្លានិងវត្ថុដ៏ប្រសើរដឹងច្បាស់នៅធម៌ដ៏ប្រសើរជ្រះថ្លាក្នុងធម៌ព្រះពុទ្ធដ៏ប្រសើរជាតក្កណីយបុគ្គលរកបុគ្គលដតីប្រសើរគ្មានជ្រះថ្លាក្នុងព្រះធម៌ដ៏ប្រសើរជាធម៌ប្រឆារកៈជាធម៌ស្ងប់រងាប់នាំមកនៅសុខជ្រះថ្លាក្នុងព្រះសង្ឃដ៏ប្រសើរជាបញ្ញខេត្តរកខេត្តដតីក្រៃលែងជាងគ្មានជាអ្នកឲ្យនៅទានបុគ្គលដ៏ប្រសើរបុគ្គលអ្នកមានប្រាជ្ញាមានចិត្តតម្កល់នៅក្នុងធម៌ដ៏ប្រសើរជាអ្នកឲ្យនៅទានចំពោះបុគ្គលដ៏ប្រសើរតែងបានទៅកើតទេវតាឬមនុស្សដល់នៅសេចក្តីប្រសើររមែងរីករាយសប្បាយនឹងឃ្លាដែលព្រះអង្គសម្ដែងដែលខ្ញុំអានសូមស្ដាប់ជាឧបនិស្ស័យទៅបុណ្យដ៏ប្រសើរនឹងឯងដែលរមែងយើងចង់បានអ្វីបាននឹងឧទាហរណ៍បញ្ញកិរិយាវត្ថុទាំង10ជាកុសលធម៌ថ្នាក់ទាបហើយដំបូងទីកូនចៅប្រុសស្រីធ្វើបានកូនត្រូវធ្វើទៅបញ្ញកិរិយាវត្ថុទាំង10ទី1ធ្វើទាននេះបុណ្យដ៏ប្រសើរហើយនឹងទានរបស់យើងមិនតាន់មានលុយដូចបញ្ជាក់ខាងដើមថាមិនតាន់មានលុយធ្វើទានជាមួយម៉ែឪទៅគឺអំពើល្អជាមួយគាត់សម្ដីល្អជាមួយគាត់ចេះគួសមលើកតម្កើងឲ្យតម្លៃលើកទឹកចិត្តមេដាបេដាដែលខំចិញ្ចឹមមកក៏មកគាត់ឲ្យលុយសុំ100គាត់ឲ្យ50ក៏វត្តលុយចោលយកទៅអីទៅប៉ុណ្ណឹងនេះគាត់ខំលះបង់ឲ្យទានមកយើងគាត់ធ្វើទានជាមួយយើងហើយគាត់ចិញ្ចឹមយើងគាត់ធ្វើទានយើងត្រូវគោរពណាត្រូវគោរពនៅអំពើល្អនៃការលះបង់ប្រកបគ្រប់ថ្វាយអង្គមលើកទទួលដៃ2ទៅដើម្បីយកទៅរស់ស៊ីឬធ្វើបន់ធ្វើទានអីនោះហើយយើងក៏ត្រូវធ្វើទានចំពោះគាត់វិញអីគឺអំពើល្អដែលអត់តែមានលុយអញ្ចឹងមិនដាំបាយលើកជូនគាត់ទៅកុំមកពីរៀនវិញគិតតែបិចិច្ចណាកូនប្រុសស្រីទៅគិតតែកុំគិតតែបិចិច្ចអានឹងសិតតែជារបស់ដែរនាំឲ្យវឹកវរទេមើលក្នុងស្អីពោលតែមាន Facebook អីហ្នឹងអាកន្លែងណាល្អគួរសមតែកន្លែងខ្លះវាមិនល្អសម្រាប់យើងទៅមើលឲ្យខាតពេលវេលាក្នុងការបំពេញបុណ្យទេយកពេលវេលាគ្រប់ម៉ែឪទៅយកពេលវេលាទៅជួយលាងចានគាត់ទៅកុំគាត់ដាំបាយឲ្យញ៉ាំហើយមកពីរៀនវិញមុខកញើទៀតបាយមិនតាន់ឆ្អិនមិនតាន់ពេលអត់ទៅជួយគាត់ទេមុខទៅប្រមោះមិនកវត្តសភៅចោលនោះស្មាននឹងមិនតាន់បានបាយស៊ីផងនេះមិនមែននិយាយស្រួលពាក្យស្ដាប់ទេណាឃ្លានចង់ងាប់ឲ្យមិនតាន់បានបាយស៊ីសួរថាពេលនឹងមិនក៏មិនទៅជួយគាត់ផងមកអង្គុយចុចទូរស័ព្ទគិតថាគាត់ជាអ្នកខ្ញុំបំរើឬយ៉ាងណានឹងខ្វះការធ្វើទាននឹងបាបជាមួយម៉ែឪធ្ងន់ណាស់អញ្ចឹងធ្វើទាននឹងឲ្យជាមួយបើថាមិនមានលុយទ្រព្យសម្បត្តិទៅជួយអ្នកណាទេជួយម៉ែឪមុនគេសិនទៅជួយម៉ែឪឈ្មោះថាជួយខ្លួនឯងធ្វើទានធ្វើបុណ្យឈ្មោះអីឈ្មោះថាធ្វើល្អខ្លួនឯងបុណ្យនឹងបានមកស្អីនេះយសដល់ប្រសើរលៀបដល់ប្រសើរស្អីសិតកិត្តិយសសេចក្តីថ្លៃថ្នូរអ្វីបានទាំងអស់អាស្រ័យលើបុណ្យអញ្ចឹងអ្នកណាធ្វើអ្នកណាឲ្យខ្លួនយើងជាអ្នកឲ្យខ្លួនយើងជាអ្នកអន្សំអំពើល្អជាមួយម៉ែឪគ្រប់ម៉ែឪឲ្យបានច្រើនទៅណាមួយទៀតមិនរក្សាសិលកូនត្រូវគិតណាកូនគិតថាងសិលវាប្រច្រាស់ជាមួយនឹងការសប្បាយរីករាយរបស់ខ្លួនឯងផ្ទាល់រាល់ថ្ងៃ
តាមពិតមិនមែនជាការប្រច្រាស់នៅទឹកចិត្តរបស់យើងទេមកពីយើងមិនព្រមទទួលយកសិលនឹងឯងជាមរតកដ៏សំខាន់សម្រាប់យើងទានក៏ដូចគ្នាទានជាមរតកសំខាន់សម្រាប់យើងព្រោះអីយើងចែកមរតកឲ្យខ្លួនឯងចែកមរតកឲ្យខ្លួនឯងគឺបុណ្យកុសលនេះឯងការធ្វើទាននឹងចែកមរតកឲ្យខ្លួនឯងគឺឲ្យមានទ្រព្យចែកមរតកឲ្យមានទ្រព្យអានិសង្សមានទៀតមានទ្រព្យផងមានគេគោរពស្រឡាញ់ផងមានញាតិផងមានអីពេលស្លាប់ទៅមិនវែងមានសម្បត្តិទេវលោករងចាំទៀតណាចែកទ្រព្យឲ្យខ្លួនឯងដល់ការធ្វើទានមួយទៀតចែកទ្រព្យឲ្យខ្លួនឯងដល់សាសិលយើងបានចែកទ្រព្យសម្បត្តិឲ្យខ្លួនឯងហើយនៅគិតតែទៀមទាយល់ពីគេតែខ្លួនឯងដែលត្រូវចែកខ្លួនឯងអត់គិតម៉ែឪខ្លះក៏អញ្ចឹងដែរគិតតែចិញ្ចឹមកូនតម្រូវចិត្តកូនអត់គិតថាកូនហ្នឹងគួរតម្រូវចិត្តត្រឹមណាដើម្បីកុំឲ្យគេនឹងវាទៅដើរផ្លូវខុសបើតម្រូវចិត្តកូនតាមទំនើងចិត្តរបស់គេនាំឲ្យគេធ្លាក់នរកអត់អំពើទេព្រោះអីគេតើទៅអបាយមុខចាមានលុយច្រើនទៅអបាយមុខហើយបើខ្វះការអប់រំនៅក្នុងធម៌ហើយទៅស្រីស្រាលបែងស្រីស្រាលបែងនឹងធ្លាក់នរកអញ្ចឹងចិញ្ចឹមកូនត្រូវគៀងកូនឲ្យរក្សាសិលឲ្យបានរក្សាសិលជាមរតកដ៏ធំបំផុតដែលមិនងាយរកបានមនុស្សត្រូវមានសិលបើខ្វះសិលហើយស្រេចហើយវាអត់ដឹងថាម៉េចព្រះអង្គសម្ដែងថាមិនមែនជាមនុស្សហេតុអីបានមិនមែនជាមនុស្សកូនត្រូវចាំបើកូនទៅលួចគេចាប់បានដាក់គុកលេខឈ្មោះថាល្អទៀតហើយគេឈ្មោះថាអីចៅហើយបើចេញពីគុកគេថាអូអានេះចៅលួចគេសួរតកិត្តិយសនៅឯណាសម្រាប់គេវិញក៏ចូលគុកដូចគ្នាអញ្ចឹងសួរតែមនុស្សទៀតទេអត់ទេព្រះអង្គសម្ដែងថាខ្លួនជាមនុស្សមែនប៉ុន្តែចិត្តជាដេរឆានណាកូនចាំខ្លួនជាមនុស្សមែនតែចិត្តជាដេរឆានទៅសម្រាប់គេលួចប្លន់គេលួចប្រពន្ធកូនគេផឹកស្រាគ្រឿងញៀនតែវ៉ែពេញហ្នឹងសួរតែប្រទេសជាតិត្រូវការទេមនុស្សប្រមឹកមនុស្សស្រវឹងមនុស្សគ្រឿងញៀនមនុស្សល្ងងខ្លៅប្រទេសណាក៏ដោយគេកសាងប្រទេសជាតិគេត្រូវការមនុស្សចេះដឹងមនុស្សមានគុណធម៌មានមនុស្សដែលគិតប្រយោជន៍ទូទៅច្រើនជាងខ្លួនឯងជាមនុស្សដែលហ៊ានលះបង់នឹងបានទៅដឹកនាំប្រទេសជាតិបានទៅក្នុងក្រសួងមន្ទីរក៏ដោយកន្លែងសហគមន៍ណាក៏ដោយបើគ្មានការលះបង់ប្រយោជន៍ផ្ទាល់ខ្លួនដើម្បីប្រយោជន៍រួមប្រយោជន៍ប្រទេសជាតិទេនោះមិនល្អឡើយអញ្ចឹងយើងត្រូវគិតណារក្សាសិលនឹងសំខាន់ណាលះបង់អំពើអាក្រក់យើងយកឈ្នះអ្វីៗទាំងអស់បានទៅកាប់ចាក់យកឈ្នះចាញ់អីជាមួយគេអីមកផ្លេតនឹងបានប៉ុន្តែដើម្បីអីដើម្បីបាត់បង់ទៅវិញឈ្នះអ្វីៗទាំងអស់មិនប្រកាសថាឈ្នះរហូតហើយក៏មិនមែនមានផលល្អមកវិញដែរគឺឲ្យខ្លួនឯងបរាជ័យខ្លួនឯងដោយសារតែយើងយកឈ្នះទៅក្នុងអំពើបាបកម្មផ្ទៃទៅវិញកូនចាំណាកូនត្រូវចាំណាឈ្នះខ្លួនឯងប្រសើរជាងត្រង់អីឲ្យអភ័យទៅគេយើងឈ្នះរហូតឈ្នះនរកប្រែតដេរឆានសុរកាយអត់ទៅឈ្នះទាំងនឹងមួយល្អណាស់ការរក្សាសិលគឺឈ្នះនរកប្រែតដេរឆានអសុរកាយនេះអញ្ចឹងឈ្នះចិត្តអាក្រក់ខ្លួនឯងមានន័យថាឲ្យសុភមង្គលនិងសេចក្តីថ្លៃថ្នូរមកឲ្យខ្លួនឯងនិងក្រុមគ្រួសារប្រទេសជាតិតែបើឈ្នះអ្នកដទៃវិញកូនយកឈ្នះអ្នកណាមួយក៏ដោយក៏អត់ប្រយោជន៍ដែរគង់តែស្លាប់ហើយស្លាប់ទៅណាធ្លាក់នរកទៀតសួរថាតើគួរទេគួរឈ្នះដើម្បីធ្លាក់នរកទេឬក៏ឈ្នះដើម្បីឡើងឋានសួគ៌ត្រូវឈ្នះចិត្តអាក្រក់ខ្លួនឯងដើម្បីឡើងឋានសួគ៌ដើម្បីកើតជាមនុស្សដែលមានភាពល្អប្រសើរក្នុងរុងរឿងថ្កុំថ្កើងដែលជាមលុបឲ្យគេជ្រោកចាំកូនណាឈើធ្វើមលុបឲ្យមនុស្សជ្រោកបានច្រើនណាស់គេមកគេទៅមិនដែមទៀមទីអ្វីពីអ្នកជ្រោកទេអញ្ចឹងកូនត្រូវព្យាយាមធ្វើមលុបឲ្យមកពុកម្ដាយយើងជ្រោកផងឲ្យក្រុមញាតិជ្រោកផងឲ្យមនុស្សទាំងឡាយជ្រោកផងឲ្យពិភពលោកជ្រោកផងដោយមិនបាច់ទៀមទាអ្វីទាំងអស់ប្រៀបដូចជាដើមឈើកូនត្រូវធ្វើជាដើមឈើទៅគេគង់តែដឹងគុណទេតែមិនបាច់ទៀមទាឲ្យគេដឹងទេប្រឹងតែធ្វើល្អទៅផលល្អនឹងបាននៅសេចក្តីសុខមិនខានឡើយសូមអនុមោទនាខ្ញុំសូមនិយាយអំពីភារកិច្ចមេត្តាបិតាជាមួយនឹងបុត្រលោកអ្នកដឹងហើយប៉ុន្តែយើងលំអិតទៀតថាកូនដែលដឹងគុណមេត្តាបិតាសាងអំពើល្អឈ្មោះថាទាន
ប្រអងបច្ចៈហើយណាមានអ្នកខ្លះចេះតែតាំងធ្វើទៀនតើគេមានលុយខ្ញុំអត់លុយធ្វើទៀនមិនទៅលុយសម្រាប់ធ្វើទៀនពិតប្រកបហើយប៉ុន្តែមួយទៀតព្រះអង្គអនុគ្រោះចំពោះអ្នកអត់លុយពេលខ្លះយើងអត់មានលុយហើយពេលមានលុយធ្វើទៀនហើយក៏យើងអាចធ្វើទៀនដែលអត់លុយនឹងបានដល់មិនបាច់អស់លុយបានត្រង់អីព្រះអង្គសម្ដែងថាអំពើល្អដែលយើងធ្វើនឹងដូចជាអីក្នុងបញ្ញក្រវត្ថុទាំង10ព្រះអង្គមានអីមានវិជាវិជ្ជៈមិនចឹងព្រះអង្គការខ្នះខ្នែងជួយណាដូចអញ្ជើញមកអញ្ចឹងជួយលើកតុលើកកៅអីជួយរៀបអីជួយនេះចង្ហាន់ប្រសង់អីជួយយកបុណ្យទៅខ្ញុំរៀបទិញអីមកអញ្ចឹងយើងឃើញឥឡូវឲ្យឌីក៏ទទួលខុសត្រូវណាបើយើងតើចង់បានបុណ្យណាធ្វើអីខ្លះខ្ញុំជួយអាហ្នឹងហើយអបច្ចាយណៈមួយទៀតនឹងវិជាវិជ្ជៈជួយខ្នងខ្នែងអបច្ចាយណៈគឺផ្គត់ផ្គុំជួយទៅលោកសង្ឃលោកខ្វះទឹកខ្វះអីយើងធ្វើទៅណាអញ្ចឹងទាំងអស់ហ្នឹងចិត្តទៀនដែរទៀតហើយព្រះអង្គសម្ដែងថាម៉េចយ៉ាងហោចណាស់ទឹកលាងចានរបស់កខ្វក់ទៅចោលធុងសារ៉ាមក៏អាចធ្វើទៀនបានដែរឲ្យយើងដាក់ចិត្តថាសត្វណាដែលរស់ដោយអាហារនេះសូមទទួលយកចុះណាចាំទេយាយដាំបាយប្រកេនលោកឬដាំបាយនៅផ្ទះចាស់ជះចោលខ្វោកហ្នឹងជះបើអត់បានប្រាប់អត់បានថាអត់បានទៀននេះណាអត់បានន័យថាកុសលធម៌ថ្នាក់ទៀននេះព្រោះអីសត្វដែលរស់ដោយអាហារអាប្រែតស្អីណាបណ្ណាហើយក៏ដោយស្មោចចង្អាអីគ្នារស់បានឲ្យគេយកទៅសត្វយើងបានបុណ្យ100អត្តភាពអញ្ចឹងស្មោចចង្អាមកសម្បុកមកទៅស៊ីនោះប្រមាណ10000ទៅហើយ100គុណនឹង10000មកដល់ផ្ទះទៅបានប្រមាណអញ្ចឹងសំខាន់ណាស់ទេណាទឹកលាងចានក៏អាចធ្វើទៀនបានដែរនឹងព្រះអង្គសង្គ្រោះពីអ្នកក្រីក្រទៅអន្សំពីទូចក៏មើលងាយកុំមេមើលងាយកុសលធម៌តានឹងទូចទៅអញមិនបាច់យកកុំអាទូចនឹងបោកទៅគុណទៅច្រើនតាឥឡូវដូចចែកលុយលោកយាយម្នាក់10000ប៉ុណ្ណឹងអត់អស់ហ្មងចុះបើសិន1លានអ្នកទៅហ្មងច្រើនមិនចឹងដូចគ្នាទៅសំយកទៅបុណ្យដូចគ្នាទាំងបាបក៏ដូចគ្នាដែរបាបកុំគិតថាអញវាយមូសនឹងមួយទៅអាអីទូចមួយអាទូចនឹងច្រើនទៅហ្មងទៅចូលក្នុងមុងចាប់ចេញទៅអញ្ចឹងបានន័យថាមិនពីតូចដែលយើងធ្វើអាទូចយូរហ៊ានសម្រាប់ដុតធំចាំព្រះអង្គហាមតាំងពីតូចទៅអញ្ចឹងក្នុងគណៈហ្នឹងឲ្យកូនប្រុសស្រីគេត្រូវដឹងគុណមេត្តាបិតាតាំងពីអំពើល្អតិចតួចជាមួយម៉ាក់ឪទៅម្ដាយឪពុកទាំងកូនមិនបានធ្វើជាមួយគាត់រាល់ថ្ងៃតែម្ដងម្កាលនិយាយពីសុបាយចិត្តអួតប្រាប់គេប្រាប់ឯងអើយកូនខ្ញុំតាពេលចូលឆ្នាំគេមកហើយមិនដែរចោលខ្ញុំទេគាត់សុបាយចិត្តនឹងចាំផ្លូវកូនប៉ុន្តែសុំកូនមួយចំនួនកុំធ្វើបាបម្ដាយពេលដែលទៅលេងម្ដាយឪពុកនៅស្រុកស្រែសូមលោកគ្រូអ្នកគ្រូជួយអប់រំផងតូចនឹងយូរទៅជាធំកុំដល់ពេលទៅលេងម៉ែឪបបួលកូនមិត្តភក្តិទៅស៊ីផឹកគេនៅឲ្យម៉ែឪដាំបាយឲ្យទៀតឲ្យម៉ែឪលាងចានឲ្យទៀតជួនកាលទៅអីណាបបួលគ្នាទៅផឹកហើយដល់ជពាក់គេពេញភូមិទៀតមិនគួរទេត្រូវព្យាយាមសាងអំពើល្អពិសេសសូមឲ្យកូនប្រុសស្រីកុំស្រវឹងនឹងគ្រឿងញៀនស្រាស្រីលបែងអីទាំងអស់នឹងអីសូមឲ្យគេរក្សាគុណធម៌របស់គេក្នុងនាមជាមនុស្សម្នាក់ជាពលរដ្ឋល្អសម្រាប់កសាង